គឺតំណងមែនតើណាបងប្អូនអាចសាកធ្វើបាននៅតាមផ្ទះបៀបបាទធ្វើទឹកក្លុកដូងក្អូបបាទគ្រឿងសងងាយទេបងប្អូនមានតែដូងក្អូបមកបាទទិញមកពីផ្សារ2គ្រាប់បាទហើយមានដូងក្អូបមានទឹកដោះគោខាប់ទឹកដោះគោស្រស់បាទទឹកដោះគោស្រស់ហ្នឹងយើងអាចក្លុកវាទៅទឹកក្លុកទឹកអីនេះបាទចឹងយើងប្រើប្រភេទនេះហើយនឹងម៉ាស៊ីនទឹកក្លុកយើងបាទចំពោះវិធីធ្វើបាទបងប្អូនទៅជាមួយខ្ញុំទាំងអស់គ្នាបាទមើលបាទអូជាសាច់ដូងដាក់ក្នុងម៉ាស៊ីនហើយមួយទៀតយើងធ្វើមានទឹកកកយើងប្រើទឹកកកចាក្លុកណាចឹងនឹងវិធីធ្វើមិនខ្លះងាយបងប្អូនបាទធ្វើកណ្ដាលញ៉ាំនៅផ្ទះលេងបាទញ៉ាំជីវៀងការទិញផ្អែមមកពីខាងក្រៅកន្លងទឹកក្លុកជាក្លុកផ្អែមពេកបាទយើងទិញបានញ៉ាំទឹកហើយសរសៃក្លុកទៀតបាទហើយនេះពីធ្វើអត់មានអីបាទទេបាទយើងជាសាច់ដូងទៅណាផ្លែជាមួយវិធីក្លុកតែយើងដាក់អីខ្លះបងប្អូនសាក់ធ្វើយ៉ាងម៉េចឆ្ងាញ់ធ្វើម្ដងហើយចង់ធ្វើម្ដងទៀតអូខេនៅសាច់ដូងយើងបានស្គៀលអស់ហើយឥឡូវសាច់ដូងយើងបានស្គៀលហើយនៅចាប់ដល់មួយចាប់ដាក់គោស្រស់ស្រស់យើងចាស់ហើយចាំយើងចាប់តាមទីគ្រឿងណាហើយយើងមានទឹកកកណាទៅហើយយើងយកវាមកទឹកហើយពេលនេះចាប់តាមក្លុកនេះក្លុកសាច់ដូងសិនសាច់ដូងយើងមកហើយចាក់តាមដានគោខាប់គោខាប់បន្តិចណានឹងយកឲ្យផ្អែមពេកហើយយើងចាប់ដើមដាក់របស់ចូលស្រស់ចំណុចទីដូងហើយដើម្បីឲ្យកាន់តែឆ្ងាញ់ដល់ល្អយើងថែមអំបិលពីរគ្រាប់តទៀតយើងចាប់ដើមដាក់ទៅដល់រួចហើយយើងចាប់ដើមកន្លងយើងប៉ុណ្ណឹងបានបានទឹកកន្លងអកានេះជាដូងក្អូបក្លុកណាបាទនេះចាក់ដូងពីផ្លែរបស់យើងបានមកកា